ทีนี้ខ្ញុំនឹងបង្ហាញរបៀបក្នុងការប្រើប្រាស់ទៅលើកម្មវិធី Trading View ដែលជាកម្មវិធីមួយសម្រាប់បងប្អូននេះក្នុងការវិភាគទៅលើទីផ្សារអញ្ចឹងកម្មវិធីនេះគឺជាកម្មវិធីមួយសម្រាប់តែក្នុងការវិភាគទៅលើទីផ្សារតែប៉ុណ្ណោះសម្រាប់បងប្អូនក្នុងការចង់ជួញដូរទៅលើហាងមានប្រាក់ប្រេងឬក៏ទិញលក់អ្វីផ្សេងជាដើមបងប្អូននេះត្រូវតែប្រើប្រាស់ទៅលើកម្មវិធី MetaTrader អញ្ចឹងខ្ញុំបានធ្វើវីដេអូពីមុនទាក់ទងនឹង MetaTrader ហើយបងប្អូននេះអាចចូលមើលបានអញ្ចឹងមុននឹងចូលវីដេអូរបស់ខ្ញុំសូមបញ្ជាក់តិចសិនវីដេអូនេះមិនមែនជា financial advice ទេគ្រាន់តែជាការចែករំលែកចំណេះដឹងសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមតែប៉ុណ្ណោះអញ្ចឹងវីដេអូរបស់ខ្ញុំវីដេអូពេញអាចបងប្អូនអាចចូលមើលក្នុង YouTube របស់ខ្ញុំបានតើកុំឲ្យខកខានយូរយើងចូលមើលរបៀបក្នុងការប្រើប្រាស់ទៅលើ App Trading View ទាំងអស់គ្នាអញ្ចឹងសម្រាប់ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាភាគច្រើនគឺតែងតែចង់ទៅលើវិនិយោគទៅលើហាងឆេងមាសប៉ុន្តែគេមើលទៅលើ chart គេមើលទៅលើ graph គេមើលទៅលើអីផ្សេងៗដែលបងប្អូនទាំងអស់គ្នាហៅតាមអ្វីដែលបងប្អូនទាំងអស់គ្នាចង់ហៅនឹងឯងអញ្ចឹងគេមើលដោយរបៀបណាបងប្អូនទាំងអស់គ្នានឹងចុចកន្លែងបូកតាមខ្ញុំសិនមកជំនាញបន្ទាប់ចុចកន្លែងបូកនេះសិនមកបន្ទាប់មកបងប្អូនទាំងអស់គ្នានឹងវាយតាមខ្ញុំ XAUUSD អូខេអញ្ចឹងបន្ទាប់មកគឺបងប្អូនទាំងអស់គ្នានឹងចុចកន្លែងនេះមក forex.com ហ្នឹងមកគឺវាមានច្រើនមែនតើប៉ុន្តែខ្ញុំ recommend បងប្អូនទាំងអស់គ្នាអាចយក forex.com ហ្នឹងបានឥឡូវយើងបូកមកអូខេបូកមកវានឹងចេញបែបនេះអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែ sign up ឬក៏ sign in ជាមួយទៅនឹង Google បងប្អូនទាំងអស់គ្នាសិនដើម្បីអាចមើលទៅលើការវិភាគទីផ្សារបានអូខេបន្ទាប់ពីក្នុងការដែលយើងបាន sign in ជាមួយទៅនឹង Google របស់យើងហើយវានឹងចេញបែបនេះបងប្អូនទាំងអស់គ្នាអាចដាក់បូកម្ដងទៀតទៅប្រសិនបើអត់ចេញបូកចេញធម្មតាឲ្យចេញសញ្ញាគ្រីបែបនេះរួចមកយើងចុច close កន្លែងនេះមកកន្លែង close កន្លែងនេះវានឹងចេញខាងមុខកន្លែង watch list កន្លែងនេះគឺវានឹងចេញសញ្ញាបែបហ្នឹងឲ្យបងប្អូនទាំងអស់គ្នាហើយរួចហើយគឺបងប្អូនទាំងអស់គ្នាគ្រាន់តែចូល app មកគឺឃើញទៅលើហាងឆេងមានផ្ទាល់តែម្ដងអញ្ចឹងធ្វើយ៉ាងណាដើម្បីអាចមើលទៅលើ chart បានមើលទៅលើការវិភាគទៅលើទីផ្សារបានបងប្អូនទាំងអស់គ្នាចុចបែបនេះមកចុចលើវាម្ដងមករួចមកបងប្អូនទាំងអស់គ្នាចុចកន្លែងនេះ full screen កន្លែងនេះមកអូខេអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នារបៀបក្នុងការប្រើប្រាស់ទៅលើវិធីងាយៗហើយនឹងចំណុចសំខាន់ប៉ុណ្ណោះវាមានទៅលើចំណុចជាច្រើនមែនតើប៉ុន្តែថ្ងៃនេះខ្ញុំនឹងលើកឡើងទៅលើចំណុចសំខាន់ប៉ុណ្ណោះឥឡូវទី1ខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីលើចុះមកក្រោមដំបូងទេខាងលើនេះគឺវាបញ្ជាក់ឲ្យតម្លៃហាងឆេងមាសមានន័យថាហាងឆេងមាសបូកជាមួយនឹងដុល្លារណាបូកជាមួយនឹងដុល្លារមានន័យថាដែលវាបានស្មើឲ្យ XAU USD ហ្នឹងឯងដែលមាសហើយនឹងដុល្លារហ្នឹងឯងខាងស្ដាំនេះគឺជាតម្លៃនៃហាងឆេងមាសនៅខាងទាំងអស់នេះបងប្អូនទាំងអស់គ្នាឃើញទៀនឃើញអីហ្នឹងអាហ្នឹងគឺជាទៀននៃទីផ្សារដែលបងប្អូនទាំងអស់គ្នាតែងតែឃើញទៀនគេហៅថាជា candle ហ្នឹងឯងដែលវាបញ្ជាក់ឲ្យតម្លៃនៃទីផ្សារវាដើរយ៉ាងណាហើយយើងអាចប្រើប្រាស់ជាមួយទៀនហ្នឹងដើម្បីឲ្យចូលក្នុងការវិភាគទៅលើទីផ្សារយើងប្រើប្រាស់ជាមួយនឹងយុទ្ធសាស្ត្រផ្សេងៗជាច្រើនចឹងនេះខ្ញុំនឹងបង្ហាញតែរបៀបក្នុងការប្រើប្រាស់ប៉ុណ្ណោះសម្រាប់បងប្អូនទាំងអស់គ្នារបៀបក្នុងការមើលទៅលើទៀនមើលទៅលើអីគឺខ្ញុំបានធ្វើវីដេអូមួយហើយស្រេចហើយនៅក្នុង YouTube របស់ខ្ញុំឬក៏ Facebook និង TikTok របស់ខ្ញុំក៏ខ្ញុំបានធ្វើហើយដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលមើលបានតើកុំឲ្យខកខានយើងមើលទៅលើផ្សេងទៀតអូខេអញ្ចឹងខាងក្រោមនេះគឺជាអ្វីទៅនេះគឺជាបញ្ជាក់ឲ្យនៃអ្វីដែលយើងមើលឧទាហរណ៍ថាខ្ញុំមើលឥឡូវបច្ចុប្បន្ននេះគឺមើលទៅលើតម្លៃហាងឆេងមាសអញ្ចឹងវាលោតចេញមកគឺ XAU USD ហ្នឹងឯងដល់ពេលខាងនេះគឺជាអ្វីទៅនេះគឺជាម៉ោងឬក៏ជានាទីនៃបញ្ជាក់ឲ្យមួយទៀនឥឡូវយើងមើលទៅលើចំណុចសំខាន់បន្តទៀតបងប្អូនទាំងអស់គ្នាអាចចូលមកកន្លែងសញ្ញាដូចជាខ្មៅដៃនេះមកប្រកាសថាបងប្អូនទាំងអស់គ្នានឹងចេញទៅលើ favorite នេះហើយដោយសារខ្ញុំចេញបែបច្រើនបែបនេះដោយសារតែខ្ញុំបានដាក់ដូចហើយអញ្ចឹងខ្ញុំនឹងបង្ហាញរបៀបក្នុងការដាក់ទៅលើ favorite នឹងបានឥឡូវយើងចូលកន្លែងផ្សេងៗឧទាហរណ៍ថាខ្ញុំចូល trend line នេះចុះ trend line នេះដើម្បីដាក់ favorite បានគឺយើងចុចឲ្យវាយូរទៅអូខេវានឹងចេញឥឡូវដោយសារតែខ្ញុំ remove favorite តិចសិនដោយសារខ្ញុំដាក់ favorite ហើយអញ្ចឹងដើម្បីឲ្យដាក់ favorite បានយើងចុចឲ្យយូរមករួចមកយើង add to favorite មកអូខេវានឹងចេញ favorite បែបនេះហើយរបស់ទាំងអស់នេះហើយគឺជារបស់សម្រាប់ដែលយើងក្នុងការវិភាគទៅលើទីផ្សារហើយអ្វីដែលសំខាន់មួយទៀតបងប្អូនទាំងអស់នេះចុចកន្លែងនេះដែលវាមានដូចជា tray 3ហ្នឹងបងនេះចុចមកអាសំខាន់មួយទៀតគឺតាក់ទងទៅនឹង indicator នេះបងប្អូនចុចមក indicator នេះគឺជារបស់មួយសម្រាប់យើងជំនួយក្នុងការទៅលើវិភាគលើទីផ្សារដូចជា technical នេះបងប្អូនចុចកន្លែងមួយទៀតមកឧទាហរណ៍ថាខ្ញុំប្រើប្រាស់ជាមួយ EMA ចុះវានឹងចេញទៅលើ indicator បែបនេះអូខេបងប្អូននេះឃើញអត់អា indicator នេះគឺជារបស់មួយសម្រាប់បងប្អូនក្នុងការជំនួយទៅលើការវិភាគទីផ្សារប៉ុណ្ណោះមួយទៀតគឺតាក់ទងទៅនឹង alert នេះគឺសំខាន់មែនតើដែលវាដូចជាម៉ោងរោខ្ញុំបងប្អូនឧទាហរណ៍ថាឥឡូវខ្ញុំចុចទៅលើកន្លែងនេះចុចទៅលើកន្លែងគេហៅ chart យើងចុចឲ្យជាប់មកវានឹងចេញសញ្ញាបែបនេះហើយវានឹងចេញអក្សរបូកឥឡូវឧទាហរណ៍ថាខ្ញុំចង់ដាក់ alert នៅតំបន់តម្លៃណាតម្លៃលើនេះចុះឧទាហរណ៍តម្លៃលើនេះខ្ញុំដាក់សញ្ញាបូកមកអញ្ចឹងឥឡូវតម្លៃបច្ចុប្បន្នគឺ 4495 ប្រសិនបើខ្ញុំដាក់បូកនៅតម្លៃ 4000 ដាក់ alert នៅក្នុងតម្លៃ 4503 ហើយវានឹងចេញ trade បែបនេះប្រសិនបើទីផ្សារដល់ 4503 វានឹង alert ឲ្យយើងមានន័យថាវានឹងរកឲ្យយើងថាអូខេទីផ្សារបានដល់តំបន់ហ្នឹងហើយយើងមិនចាំបាច់ក្នុងការមើលរហូតទេបងប្អូនទាំងនេះនេះគឺជាវិធីងាយៗក្នុងការដែលយើងប្រើប្រាស់ទៅលើវិធី alert ទៅលើ alert អូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺតែប៉ុណ្្នឹងហើយនេះគឺជាចំណុចទៅលើទ្រុសប៉ុណ្ណោះប្រសិនបើបងប្អូនទាំងនេះអត់យកកន្លែងណាមួយកុំភ័យបងប្អូនទាំងនេះអាចឆាតមក Telegram ខ្ញុំផ្ទាល់បានឬក៏ចូលក្រុម channel របស់ខ្ញុំបានសាកសួរខ្ញុំផ្ទាល់បានដោយសារតែនៅពេលដែលយើងធ្វើនៅពេលដែលយើងចាប់ដើមដំបូងប្រកាសឲ្យថាវានឹងពិបាកយល់បន្តិចគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយយើងជួបគ្នានៅវីដេអូក្រោយ